សម្រាប់ពុកម៉ែបងប្អូនដែលធ្លាប់ទៅម៉ាឡេឬមួយក៏ទៅសិង្ហបុរីហើយច្បាស់ជាធ្លាប់ភ្លក់រសជាតិបាយមាន់ទឹកស៊ីអ៊ីវនេះហើយជាប្រភេទបាយមាន់សាច់ណាដែលគេយកតែកាភ្លើមាន់ដកឆ្អឹងចេញកាប់ដាក់សាច់ហើយស្រោចទឹកស៊ីអ៊ីវអញ្ចឹងហើយពិសេសហ្នឹងគឺអារសជាតិទឹកស៊ីអ៊ីវខាប់របស់គេនេះដែលយើងស្រោចទៅលើមាន់ហ្នឹងញ៉ាំជាមួយនឹងបាយប្រភេទបាយមាន់ជាបាយលឿងបាយអីចឹងទៅបើសិនជាបងប្អូនដឹករសជាតិហ្នឹងហើយពិបាកនឹងរកនៅភ្នំពេញគឺបងប្អូនអាចមកហាងរបស់គាត់នេះបានគាត់តែបើកបានប្រហែលជាប្រហែលខែនេះដែរទេបងប្អូនហើយទីតាំងរបស់គាត់នេះគឺនៅជិតស្តុបណានជីងនៅលើផ្លូវកម្ពុជាក្រមនៅម្ដុំគេលក់ខោអាវណាចាំខ្ញុំដាក់ទីតាំងព័ត៌មានបិទឲ្យបងប្អូនដែរហើយដោយតែបងប្អូនឃើញនេះគឺនៅកន្លែងមកគាត់នេះគាត់មានប្រភេទបាយមាន់ដែលគាត់ប្រើជាសាច់កាភ្លើដកឆ្អឹងចេញអញ្ចឹងទៅហើយប្រភេទសាច់មាន់នេះក៏យើងអាចហៅ topping ខាងក្រៅស្រោចទឹកស៊ីអ៊ីវនេះផ្សេងបានដែរហើយគាត់មានជាប្រភេទបាយមាន់បំពងអីដែរអានេះគឺគាត់យកទៅបំពងម្សៅអញ្ចឹងហើយគាត់អាចយកអាមាន់បំពងម្សៅហ្នឹងយកមកកាប់ធ្វើជាឡាបមានកលីងមានស្លឹកខ្ទឹមអញ្ចឹងទៅមានទឹកត្រីទឹកស៊ីអ៊ីវរបស់គាត់ឆ្ងាញ់មួយយ៉ាងរបស់គាត់ដែរដូចឡាបសាច់មាន់បំពងអញ្ចឹងណាស្រួយឆ្ងាញ់ប៉ុន្តែអ្វីដែលពិសេសហ្នឹងគឺបាយមាន់ទឹកស៊ីអ៊ីវរបស់គាត់អញ្ចឹងសម្រាប់បងប្អូនដែលចង់រកបាយមាន់ឆ្ងាញ់ហ្នឹងគឺអាចមកកន្លែងរបស់គាត់បានអានេះខ្ញុំធានាថាជារសជាតិមួយដែលយើងធ្លាប់ញ៉ាំនៅសិង្ហបុរីនៅម៉ាឡេអីចឹងណានិយាយទៅប្រភេទបាយមាន់អត់នេះរសជាតិទឹកស៊ីអ៊ីវគឺអត់ផ្អែមពេកទេបងប្អូនរសជាតិទឹកស៊ីអ៊ីវខាប់ណាគឺរបៀបប្រៃឡមហើយផ្អែមហ្នឹងគឺរសជាតិតិចបំផុតដែលយើងស្រោចទៅលើបាយស្រោចទៅលើអាសាច់មាន់ហ្នឹងច្បល់មកហើយបាយគាត់ហ្នឹងគឺអត់ទុនជ្រាយអីទេគឺបាយរបៀបបែបរាយអង្គអញ្ចឹងណាពេលស្រូបមួយទឹកស៊ីអ៊ីវមួយទឹកត្រីកោះកុងរបស់គាត់ហ្នឹងគឺត្រូវហើយសម្រាប់បរិយាកាសហាងរបស់គាត់រៀបចំបានស្អាតមែនតើបងប្អូនកន្លែងអង្គុយអី comfort បរិយាកាសស្អាតអនាម័យហើយគាត់មានរៀបចំកន្លែងនៅខាងមុខនេះដើម្បីកាប់សាច់កាប់អីចឹងទៅហើយគាត់មានទឹកស៊ុបអីមួយចានដែរហើយប្រភេទ drink អីក៏មានជាប្រភេទទឹកមានទឹកផ្លែឈើទឹកអីគាត់មានច្រើនហើយប្រភេទបាយមាន់នេះគឺគេអត់ប្រើមាន់សែឬមួយក៏មាន់3សាសអីទេគឺគេប្រើជាប្រភេទមាន់សាច់បានវាត្រូវជាមួយនឹងអាហ្នឹងហើយអាមាន់សាច់ដែលគាត់បេះឆ្អឹងចេញហើយវាស្រួលញ៉ាំបងប្អូនអត់មានពិបាកទៅកាន់ឆ្អឹងកាន់អីញ៉ៃប្រឡាក់ដៃទេហើយទឹកជ្រលក់របស់គាត់នេះគាត់មាន3មុខបងប្អូនគាត់មានទឹកស៊ីអ៊ីវគាត់មានអាទឹកដូចទឹកត្រីកោះកុងអញ្ចឹងណាហើយគាត់មានអាទឹកជ្រលក់ពណ៌បៃតងអីរបស់គាត់នេះរបៀបគេបុកអីតិចដាក់ទឹកត្រីអញ្ចឹងណាបងប្អូនអាហ្នឹងស្រោចមកលើមាន់ហ្នឹងបន្ថែមមួយទឹកស៊ីអ៊ីវខាប់បន្តិចមកដូចបងប្អូនឃើញនេះដាក់អញ្ចឹងមកអូអានេះសម្រាប់បងប្អូនដែលចូលចិត្តប្រភេទបាយមាន់អញ្ចឹងណាខ្ញុំធានាថាឃើញហើយស្រកទឹកមាត់មកនៅកន្លែងរបស់គាត់នេះខ្ញុំសង្កេតឃើញពីការរៀបចំតុបតែងមិនថាចានមិនថារបស់ប្រើប្រាស់អីនៅក្នុងហាងរបស់គាត់គឺ100%គឺអនាម័យបងប្អូនហើយ clean ណាស់សូម្បីតែចានអីរបស់គាត់ដាក់មាន់ដាក់អីហ្នឹងក៏ស្អាតដែរយើងមើលទៅគឺគាត់ចង់ញ៉ាំហ្មងមិនមែនថាស្អាតតែរូបទេណាបងប្អូនហើយគាត់ក៏មានជាប្រភេទអាហារសម្រន់អីដែរដូចបងប្អូនឃើញដូចជាសាយ៉បំពងដូចអីអានេះបងប្អូនដែលចូលចិត្តបាយមាន់សាច់បាយមាន់អត់ឆ្អឹងអីចេះអូលេខ1ហើយអែមណាស់បងប្អូនអញ្ចឹងបងប្អូនអាចទៅសាកបានអរគុណបងប្អូនជំរាបលាបាយ